សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំម្ដងទៀតនៅថ្ងៃនេះសម្រាប់វីដេអូនេះដែរខ្ញុំសូមធ្វើការបង្ហាញពីការបង្កើត AI Envoy នៅក្នុង SAP Business One អូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាដំបូងយើងចូល Cell AR បន្ទាប់មកយើងចូល AI Envoy យើងចុចវាមកយើងក៏បានបើក Screen AI Envoy ជាទូទៅ Screen AI Envoy Screen Cell Order និង Screen Document ផ្សេងទៀតរបស់ SAP វាស្មើៗគ្នាទេមាន header មាន content មានអីអញ្ចឹងទៅណាដូចគ្នាជាមួយ delivery node ដែរឬក៏ SO ដែរតើតើមកការបង្កើត AI Envoy គឺយើងអាចបង្កើតពីរបៀបទី1យើងបង្កើត direct AI Envoy ទី2គឺយើងបង្កើត AI Envoy reference with SO ឬក៏ delivery node អញ្ចឹងវីដេអូនេះខ្ញុំសូមធ្វើការបង្ហាញពីការបង្កើត AI Envoy reference with DN ដើម្បីបង្កើតបានទី1យើងចាប់ customer មកយើងចាប់ customer របស់document យើងចឹងនៅពេលដែលយើងចុចមកវាមាន list customer ដូច្នេះយើងរើស customer ដោយសារ Lionel ហ្នឹងគឺខ្ញុំធ្លាប់បានធ្វើវីដេអូមុនគឺខ្ញុំធ្វើ delivery note ហើយចឹងយើង double click មកបន្ទាប់ពី double click ហើយយើងបានព័ត៌មានរបស់តេជនខាងស្ដាំនេះគឺយើងកំណត់តកតងជាមួយ date ឬក៏ថ្ងៃខែរបស់ document របស់យើងហ្នឹងតកតងមួយ due date នេះដែរវា reflect ជាមួយនឹង payment term របស់យើងបើយើងឲ្យ payment term ទៅកាន់អតិថិជន7ថ្ងៃវាបូក7ថ្ងៃពី document date ឲ្យយើងអូខេនេះគឺជា document date ចឹងកន្លែងនេះយើងអាច review មើលទៅថាអតិថិជននិង date ដែលយើងបាន define ហ្នឹងវាត្រូវហើយនៅបន្ទាប់ពីត្រូវហើយយើងចុះមកក្រោមយើងមានប៊ូតុង copy from ប៊ូតុង copy from យើងចុចលើ delivery note មកដោយសារយើងធ្វើ invoice បើលើ delivery note នេះគឺជា list delivery note របស់ customer ដែលយើងបានលើនឹងវាយកមកតែរបស់ customer នឹងទេយើង double click មកចឹង system នឹងសួរយើងថាយើងចង់យក data ទាំងអស់របស់ delivery note មកធ្វើ invoice ឬក៏យើង customize data ខ្លះប៉ុន្តែបើយើងចង់យកមកទាំងអស់យើងចុច select យក draw data មកចុច finish មកនឹង system នឹងយក information របស់ data ដែលមាននៅក្នុង delivery note យកមកដាក់ក្នុង AI Envoy យើងអាច review មើលទៅថា item description អីហ្នឹងហើយនឹង quantity តម្លៃអីហ្នឹងវាត្រូវហើយបើត្រូវហើយយើង scroll ចុះមកក្រោមមកនៅក្នុង remark នេះ SAP ក៏ auto compute តទៅជាមួយនឹង remark ដែលបញ្ជាក់ថា AI Envoy ហ្នឹងមកពី SO លេខប៉ុន្មាននិង DN លេខប៉ុន្មានដោយសារយើងធ្វើ reference តគ្នា SAP នឹង auto compute ឲ្យជាងយើងអាច review ម្ដងទៀតទៅបើយើងត្រូវហើយយើង scroll ចុះមកក្រោមមើលទឹកលុយរួមរបស់ document ហ្នឹងជាទូទៅដើម្បីដោយសារ AI Envoy គឺ SAP បង្កើតតទៅជាមួយ double entry និង produce journal entry ចូលក្នុង GL account អញ្ចឹងដើម្បីជៀសវាងការខុសឬក៏អីយើងអាច preview មើលសិនដើម្បី preview ចុចប៊ូតុងដែលខ្ញុំបានចុចហ្នឹងទៅគេដាក់ journal entry preview អូខេពេលចុចហើយ system នឹង auto compute តទៅជាមួយនឹង journal entry ដែលបញ្ជាក់ថានៅពេលដែលយើង add document ហ្នឹងហើយវាទៅ debit ឬក៏ credit ទៅ account ណាខ្លះនៅពេលដែលយើងចុចបែបនេះមិនទាន់មានថាទិន្នន័យទាំងអស់ហ្នឹងចូលទៅក្នុង GL ទាំងអស់ហ្នឹងទេវាគ្រាន់តែ preview ឲ្យយើងមើលសិនទេនៅពេលដែលយើង add document ទើប accounting transaction ទាំងអស់ហ្នឹងចូលទៅក្នុង GL របស់យើងកន្លែងនេះផងដែរ system នឹង alert ប្រាប់យើងថានៅពេលដែលយើង add document នេះយើងមិនអាចកែប្រែបានទេបើយើង OK យើង add យើង yes មកចឹងមិនអ្នកខ្លះមានជាសំណួរឬក៏ជា comment អាច comment នៅខាងក្រោមវីដេអូនេះបានអូខេបាយបាយអរគុណច្រើន